មួយថ្ងៃនឹកឃើញមិនដឹងថាស្លអីបានអីហូបថ្ងៃនេះអញ្ចឹងទៅប្រពន្ធខ្ញុំគាត់ទៅផ្សារគាត់ឃើញក្បាលត្រីស្អាតហ្នឹងគាត់ទិញយកមកក្បាលត្រីហ្នឹងដើម្បីស្លម្ជូរអ្នកទាំងអស់គ្នាឃើញក្បាលត្រីហ្នឹងតំណឹងពេកឥឡូវនេះប្រពន្ធខ្ញុំគាត់ធ្វើការដាំទឹកសោសក្បាលត្រីដើម្បីឲ្យកាត់ឆ្អាបណាហើយគាត់ធ្វើការដាក់អំបិលបន្តិចដើម្បីធ្វើការសោសក្បាលត្រីនៅពេលដែលពុះណាអ្នកទាំងអស់គ្នាអាចធ្វើការដាក់ក្បាលត្រីចូលព្រោះថានៅពេលដែលធ្វើអញ្ចឹងណាគឺវាបាត់ក្លិនឆ្អាបហើយយើងស្លទៅក៏វាមានរសជាតិឆ្ងាញ់ដែរកាលណាអត់មានធំក្លិនឆ្អាបគឺយើងស្លទៅណារសជាតិវាឆ្ងាញ់វាអត់ទ្រាំអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងយើងធ្វើការស្រុះក្បាលត្រីនឹងមួយផ្លែតទៅប្រហែលជា2នាទីទេណាហើយយើងស្រង់ដាក់ចានអ្នកទាំងអស់គ្នាហើយក្បាលត្រីហ្នឹងគឺមួយហើយមានខ្លាញ់មានអីតំណើងមែនតើអ្នកទាំងអស់គ្នាពេលដែលយើងយកទៅស្លហ្នឹងហើយបន្ទាប់មកយើងធ្វើការណាកូរគ្រឿងយើងដាក់ឆ្នាំងឲ្យក្តៅនេះទៅហើយយើងកូរគ្រឿងយើងបង់ស្លឹកគ្រៃណាម្ដេងស្លឹកក្រូចខ្ទឹមសខ្ទឹមក្រហមណាដាក់ទៅកូរដើម្បីអីដើម្បីឲ្យឈ្ងុយអ្នកទាំងអស់គ្នាយើងដាក់ម្ទេសចូលយើងកូរឲ្យវារៀងក្លិនឈ្ងុយបន្តិចអ្នកទាំងអស់គ្នាពេលដែលក្លិនឈ្ងុយយើងនឹងធ្វើការរៀបចំណាដាក់ទឹកចូលបន្តិចទៅកុំឲ្យវាខ្លោចណាយើងកូរវាបន្ថែមបន្តិចទៀតហ្នឹងហើយយើងដាក់ទឹកចូលការពារវាខ្លោចអ្នកទាំងអស់គ្នាអាចធ្វើការសាកល្បងតាមវិធីនេះគឺថាធ្វើហើយសម្លអ្នកទាំងអស់គ្នានឹងឆ្ងាញ់តែម្ដងពេលយើងហើយយើងដាក់ដុំស៊ុបខ្នុរចូលទៅហើយយើងបង្ងាស់បន្តិចទៅដើម្បីឲ្យវាពុះណាពេលដែលពុះហើយយើងដាក់ប្រហុកចូលទៅហើយប្រហុកហ្នឹងដោយសារនេះពួកខ្ញុំប្រើប្រហុកសាច់ណាអញ្ចឹងបន្តមកទៀតយើងធ្វើការដាក់ត្រីចូលអ្នកទាំងអស់គ្នាធ្វើការដាក់ត្រីចូលទៅយើងដាក់ឲ្យពុះណាពេលដែលយើងពុះហើយយើងធ្វើការបង់អំពិលចូលទៅអំពិលហ្នឹងបើសិនជាអ្នកទាំងអស់គ្នាមានពេលអ្នកទាំងអស់គ្នាបេះទៅគឺវាអត់មានក្រំអំពិលគឺឆ្ងាញ់អ្នកទាំងអស់គ្នាហើយយើងដាក់គ្រឿងដាក់អំពិលបន្តិចទៅអំពិលរ៉ូឌីស៊ុបខ្នុរដាក់ទឹកត្រីបន្តិចទៅដាក់ស្ករបន្តិចទៅដើម្បីឲ្យមានរសជាតិឆ្ងាញ់ហើយនេះខ្ញុំដាក់ម្ទេសផ្លោកណាប្រពន្ធខ្ញុំគាត់ដាក់ម្ទេសផ្លោកហើយដាក់ទឹកអួនចូលដើម្បីឲ្យរសជាតិកាន់តែឆ្ងាញ់ណាអ្នកទាំងអស់គ្នាកុំក្រើបណាយើងអាចទុកវាបន្តិចទៅដើម្បីកុំឲ្យអាទឹកគួរហ្នឹងវាស្លោកហើយវាដូរពណ៌តែកាលណាដូរពណ៌យើងមើលទៅវាអត់ស្ទើរតំណែងអត់ស្ទើរឆ្ងាញ់ទេបន្ទាប់មកយើងធ្វើការដាក់ម្អមចូលហើយស្លរបស់យើងតែប៉ុណ្្នឹងឯងគឺរួចជាការស្រេចហើយពួកខ្ញុំអត់ក្រើបទេពួកខ្ញុំកូរបន្តិចមកបន្ទាប់មកទៀតយើងនឹងធ្វើការក្រើបដែរប៉ុន្តែក្រើបចំហៀងកុំឲ្យវាស្លោកណាហើយយើងធ្វើការប៉ុណ្ណេះយើងធ្វើការដួសដាក់ចានបានណាអ្នកទាំងអស់គ្នាហើយយើងធ្វើការហូបទៅគឺរសជាតិគឺឆ្ងាញ់តែម្ដងអ្នកទាំងអស់គ្នាហើយវាអត់មានក្លិនឆ្អាបអីទេក្បាលត្រីហ្នឹងហ៎ដោយសារយើងមានគ្រឿងគ្រប់គ្រាន់ហើយត្រីហ្នឹងយើងស្រោចទៀតអញ្ចឹងអត់មានក្លិនឆ្អាបអីសូម្បីតែបន្តិចអ្នកទាំងអស់គ្នាអញ្ចឹងពួកខ្ញុំរៀបចំដួសដាក់ចានរៀបរយហើយប្រពន្ធរបស់ខ្ញុំគាត់នឹងធ្វើការយកទៅជូនអ្នកម្ដាយរបស់គាត់ណាត្រូវជាម្ដាយក្មេករបស់ខ្ញុំដូចគ្នាហ្នឹងហើយមើលអ្នកទាំងអស់គ្នាយើងតុបតែងតិចទៅដើម្បីថតរូបដើម្បីឲ្យអ្នកទាំងអស់គ្នាមើលហ្នឹងឲ្យវាតំណើងឲ្យវាឆ្ងាញ់អញ្ចឹងណាអ្នកទាំងអស់គ្នាហ្នឹងហើយដាក់ទៅរៀបចំនេះមានបាយមានស្លអីធៀមសម្រាប់ជូនម៉ែក្មេករបស់ខ្ញុំគាត់ធ្វើការហូបពិសាហ្នឹងហើយនេះគាត់ទៅប្រពន្ធខ្ញុំគាត់ទៅធ្វើការហៅម៉ែក្មេកដើម្បីគាត់មកអង្គុយឲ្យលើកជូនគាត់យើងសំបុនបន្តិចទៅយើងតន់យើងនៅរស់ហើយនោះកូនស្រីរបស់ខ្ញុំហ្នឹងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេហើយកុំភ្លេចជួយចុច like subscribe នៅ channel របស់ខ្ញុំសូមអរគុណអ្នកនរគ្នាហើយកុំភ្លេចជួបគ្នានៅក្នុងវីដេអូក្រោយអ្នកនរគ្នាខ្ញុំនឹងមានតិចនិចចែកលេខថ្មីពាក់ព័ន្ធនឹងការធ្វើម្ហូបអរគុណបាយបាយ